បាទអរុនសុស្ដីប្រិមិត្តជាទីនឹករលឹកបាទថ្ងៃនេះខ្ញុំបាទសូមបង្ហាញនៅคลิปវីដេអូខ្លីមួយបាទអំពីការធ្វើដំណើរតាមរថភ្លើងរបស់ប្រទេសកម្ពុជាយើងដោយចាប់ផ្ដើមចេញពីទីក្រុងភ្នំពេញទៅបាទនៅព្រឹកនេះខ្ញុំបានមកដល់ចំណតរថភ្លើងបាទនៅក្រុងភ្នំពេញវេលាម៉ោង 5:40 នាទីបាទដោយមកពិនិត្យមើលសកម្មភាពរបស់បងប្អូនយើងដែលកំពុងតែទិញសមុទ្ររថភ្លើងផងដែរបាទការធ្វើដំណើរតាមរថភ្លើងនៅក្នុងប្រទេសកម្ពុជាយើងមានចំនួន2ខ្សែបាទខ្សែទី1ចេញពីភ្នំពេញទៅបាត់ដំបងបាទនៅវេលាម៉ោង 6:40 នាទីព្រឹកបាទហើយត្រឡប់មកវិញនៅម៉ោង 3 រសៀលបាទពីបាត់ដំបងមកភ្នំពេញវិញរីឯខ្សែទី2គឺពីភ្នំពេញទៅក្រុងព្រះសីហនុចេញដំណើរវេលាម៉ោង 7:40 នាទីហើយត្រឡប់មកវិញក៏ម៉ោង 3 រសៀលដែរបាទមកភ្នំពេញវិញបាទនេះគឺជាទស្សនវិជ្ជាទូទៅដែលខ្ញុំបានថតបង្ហាញអំពីបាទខ្សែរថភ្លើងបាទថ្មីល្អណាស់ហើយក៏មានសភាពស្រស់ស្អាតផងដែរមានបងប្អូនយើងជាច្រើនបានមកទិញសមុទ្រដើម្បីធ្វើដំណើរថ្ងៃនេះជាមួយនឹងខ្ញុំទៅកាន់ក្រុងបាត់ដំបងបាទនេះគឺជាទស្សនវិជ្ជានៅលើបរងរទេះភ្លើងបាទឬហៅថាទូរទេះភ្លើងហ្នឹងប្រិមិត្តអាចមើលឃើញហើយបាទមានកៅអីធំទូលាយបាទមានភ្លើងអគ្គិសនីបំភ្លឺហើយក៏មានម៉ាស៊ីនត្រជាក់ផងដែរបងប្អូនយើងអាចទិញបាទម្ហូបអាហារមកទទួលទាននៅលើរថភ្លើងបានដោយមិនមានការហាមឃាត់នោះទេបាទហើយបើសិនជាមានការហត់នឿយក៏អាចសម្រានទៅលើកៅអីដ៏ធំទូលាយផងដែរការធ្វើដំណើរតាមទូរថភ្លើងបាទតាមរថភ្លើងក្នុងឆ្នាំ2021នេះគឺខុសគ្នាដាច់កាលពីឆ្នាំ1995បាទដែលខ្ញុំស្រាប់បានជិះកាលនោះគឺទូរថភ្លើងមានសភាពចាស់ហើយបាទហើយរលាក់ទៀតផងហើយនៅពេលនេះបាទខ្ញុំក៏មានពេលវេលាផ្ដិតយករូបភាពតាមផ្លូវរទេះភ្លើងបាទមានវាលស្រែនិងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋយើងពិតជាស្រស់ស្អាតមែនទែនក៏ប៉ុន្តែដោយសារតែគណៈពេលនេះវាជារដូវប្រាំងធ្វើឲ្យទេសភាពហាក់បីដូចជាមានសភាពបដូរពណ៌បាទបន្ទាប់ពីឆ្លងកាត់ទេសភាពវាលស្រែមានគុម្ពឫស្សីមានដើមដូងដើមត្នោតនៅផ្ទះដែលជាភូមិកររបស់នៅស្រុកមកយើងក៏បានចូលមកដល់ខេត្តពោធិ៍សាត់បាទដែលអាចមើលឃើញព្រៃភ្នំក្រំថ្មវែងអន្លាយប៉ុន្តែដោយសារតែជារដូវប្រាំងយើងក៏មិនអាចមើលឃើញពណ៌ខៀវស្រងាត់ដែរនៅវេលាម៉ោង 11:20 នាទីយើងក៏បានមកដល់ទីក្រុងពោធិ៍សាត់បាទហើយរទេះភ្លើងក៏បានឈប់សម្ចតចំនួន30នាទីដើម្បីផ្ដល់ឱកាសឲ្យបងប្អូនយើងទិញចំណីចំណុកដើម្បីពិសាបាទរួចហើយក៏បន្តដំណើរឆ្លងកាត់ខេត្តពោធិ៍សាត់ចូលមកដល់ទឹកដីស្រុកមោងសីដែលជាខេត្តបាត់ដំបងទៅហើយបាទការធ្វើដំណើរនេះស្ពេចបិទតែមិនបានលឿនក៏ប៉ុន្តែយើងអាចទទួលយកបានដោយមានបរិយាកាសបាទរីករាយមែនតើមិនមានអ្វីជាការរំខាននោះទេហើយនេះគឺជាទស្សនវិជ្ជាប្រទេសភ្លើងដែលចេញមកពីបាត់ដំបងវិញបាទវេលាម៉ោង 3 រសៀលហើយត្រឡប់ទៅទីក្រុងភ្នំពេញបាទសូមអរគុណចំពោះការតាមដានទស្សនាคลิปវីដេអូរបស់ខ្ញុំបាទសូមជួបគ្នានៅឱកាសក្រោយបាទជម្រាបលា